បាទមកបងប្អូនគ្នាវីដេអូនេះគឺបន្តពីមុនស្ដាយបាទសិក្សាមុនគឺយើងរៀបចំនេះបាទឥឡូវចាប់ផ្ដើមបន្តទៅទៀតហើយខ្ញុំផ្ដើមយើងដាក់រងសេមីបាទរងសេមីហ្នឹងគឺប្រើរងល្អផងដែរបាទហើយការចូលនៅប៊ីស្តុងគឺសាមុនគឺយើងប្រើម្ដងហើយបាទឥឡូវចាប់ផ្ដើមដាក់ប៊ីស្តុងដល់គ្នាបាទហើយចាប់ដាក់បញ្ចូលប៊ីស្តុងគឺដាក់ព្រាដាក់អីគឺយើងត្រូវយកកណ្ដាលដាក់ត្រប់កន្លែងរឹងសេមីហ្នឹងដើម្បីការពារខ្លាចជ្រុកព្រាទៅចូលនៅក្នុងសិនពិបាកវាឆ្ងាយបាទឥឡូវបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់រងហើយរងក៏យើងត្រូវជ្រើសរើសយករងល្អផងដែរដើម្បីដាក់ការពារប្រើគុណភាពប្រើបានយូរកាលណាបងប្អូនដាក់រងអត់ល្អគឺប្រើបានយូរទេគឺជ្រាបមកបាទហើយត្រូវតែគឺរីកផុយហ្មងហ្នឹងដោយសាររងយើងវាមានគុណភាពបាទហើយលើចាប់ផ្ដើមដាក់ចូលនៅសេមីជាមួយនឹងវីស្តុងចូលនៅក្នុងសេមីបាទហើយយើងចាប់ផ្ដើមទាញនៅច្រវាក់ហើយកម្មតិចមកដើម្បីឲ្យវីស្តុងហ្នឹងឡើងមកលើអស់ស្មើបាទកាលណាយើងអត់ទាញនៅលកម្មទេអាចវីស្តុងហ្នឹងនៅដល់ក្រោមកាលណាដល់ក្រោមគឺយើងដាក់ទៅអត់ត្រូវដល់តង់ទេបាទគឺដល់តង់ទេអត់ត្រូវតង់មិនដល់តង់គឺអត់ត្រូវតង់សម្រាប់ចេញម៉ូតូបាទគេថាម៉ូតូខុសតង់ទូត្រាយ៉ាងបងប្អូនបាទហើយដាក់ចូលលកម្មសម្រាប់ការពារចូលលកម្មក្រោមដើម្បីការពារកាលណាលកម្មធូរมันអាចទៅកូនសឹកសេមីបាទនៅក្រោមទេបាទហើយក៏យើងដាក់នៅរងកន្លះយើងផងដែរបាទយើងមើលតាមស្ថានភាពបាទតែចំណែកឯកន្លះហ្នឹងគឺយើងម៉ាប់ល្អបងប្អូនបាទយើងខាត់ស្អាតភ្លឹងអញ្ចឹងបងប្អូនបាទមុនហ្នឹងគឺយើងត្រូវម៉ាប់ស្អាតបាទហើយខាត់ឲ្យស្អាតកញ្ញោមហ្នឹងមើលទៅគឺស្អាតបាទហើយរងកន្លះផងដែរគឺយើងត្រូវការដាក់ឲ្យស្អាតបងប្អូនបាទហើយយើងត្រូវលេបកាវទិញទុយផងដើម្បីការពារនេះទីបងប្អូនបាទមិននៅមហោធំទេអត់ទេបាទហើយខ្ចៅពីដើមនេះផងដែរគឺយើងមុខទុំដូចថាខ្ញុំនិយាយដែរបងប្អូនបាទគឺយើងនៅខ្ចៅ4សិនបានយើងបន្ថែមខ្ចៅជំនាញហ្នឹងតាមក្រោយបាទខ្ញុំអាចមកឲ្យតឹងមុនទេខ្ចៅ2ហ្នឹងតឹងមុនគឺយើងរឹតខ្ចៅ4នេះទៅគឺអាចនឹងកែកបាទគឺអាចនឹងកែកឲ្យវិស័យដោយសារខ្ចៅ4នេះនៅធូរយើងបន្តរឹតខ្ចៅជំនាញកាលណាយើងរឹតខ្ចៅជំនាញឲ្យតឹងទៅគឺមានកែកបងប្អូនបាទយកឃើញមិនដឹងបងប្អូនបាទខ្ញុំនិយាយទេគឺវាកែកអញ្ចឹងមែនអត់បាទគឺវាកែកអញ្ចឹងហើយគឺយើងគ្រាន់ដាក់ទុំសិនទៅយើងមួខ្ចៅ4ចូលទៅមកវារឹតស្មើគ្នាមែនហ្នឹងបងប្អូនបាទបានស្មើគ្នាហើយបានយើងរឹតខ្ចៅ2ហ្នឹងទៅតាមក្រោយទៀតចឹងបានចូលទៅរត់ចូលទៅស្មើគ្នាបាទហើយខ្សែ4នេះគឺយើងរត់ទៅតឹងស្មើគ្នាមកបាទហើយរួចរាល់ហើយគឺចាប់ដើមដាក់ទៅមើលពួងលកម្មបាទហើយចំណុចដាក់ពួងលកម្មគឺខាងកន្លះយើងក៏មានចិត្តបន្តិចផងដែរចាំមើលខ្ញុំដាក់ឲ្យមើលតិចបងប្អូនបាទហើយយើងមកខ្សែសិនបាទខ្លាចភ្លេចបាទខ្សែជំនាញពីដើមមិញហ្នឹងខ្ញុំនិយាយមិញហ្នឹងបាទហើយចាប់ដើមដាក់ឲ្យនេះចឹងចិត្តតិចហ្នឹងចំអាកន្លែងពួងសូននៅញងលកម្មខ្ញុំកាន់ឃើញបងប្អូនគឺមានសូនមួយកន្លែងញងលកម្មបាទហើយនេះគឺចំណិតសម្រាប់យើងសម្គាល់នៅពួងបាទសម្គាល់នឹងពងបើយើងដាក់ខុសពងខុសដាក់តង់ខុសគឺម៉ូតូហ្នឹងគឺពិបាកហើយឥឡូវយើងចាប់ផ្ដើមដាក់បញ្ចូលទៅបាទឥឡូវសិនយើងចំតង់បាទចំតង់ហើយបាទឃើញបងប្អូនគេត្រង់អញ្ចឹងបាទឥឡូវចាប់ផ្ដើមដាក់រៀងចិត្តតិចបាទនេះដាក់កាមេរ៉ាចិត្តតិចបងប្អូនបាទមើលឃើញច្បាស់បងប្អូននេះបាទវាច្បាស់ហើយបាទហើយរួចរាល់ហើយគឺយើងមុខខ្សែវិញមកយើងដើម្បីការពារកុំឲ្យជ្រុះបាទមុខខ្សែល្មមប៉ុណ្ណឹងហើយរួចរាល់ហើយបាទយើងយកតូមទីកម្មបាទតុំទីកម្មគឺមានតួនាទីសម្រាប់សង្កត់លកម្មធ្វើឲ្យលកម្មតឹងបងប្អូនណាគឺលកម្មនេះគឺនៅរៀងធូរតឹងនេះបាទនេះឃើញបងប្អូននេះឃើញបាទមុនដាក់ចូលគឺយើងត្រូវមូតុំទីកម្មនោះឲ្យរឿងចូលក្នុងសិននេះឃើញបងប្អូនបាទមូចូលក្នុងចឹងរួចហើយបាទយើងយកខ្សែយកទៅមូកន្លែងតុំទីកម្មហ្នឹងនេះយើងរុញចូលក្នុងសិនបាទរុញចូលក្នុងសិនណាបាទយើងយកមកដាក់នៅតាមក្រោយបាទឥឡូវចាប់ដើមមូសិនឥឡូវបាទយើងមូចឹងរួចហើយយើងយកខ្សែយើងពីក្របមកយើងមូនៅតុំទីកម្មកន្លែងធៀងណាបាទមួយចង់រួចដល់ហើយបានយើងដល់អាតុលវិញចេញពីលៀតចេញវិញដើម្បីបងប្អូនណាដើម្បីសង្កត់នៅលកម្មហ្នឹងឲ្យវាតឹងបាទកាលណាលកម្មធូរគឺអាចយើងឆេះទៅអាចនឹងរះក្នុងខុសតង់បាទខុសតង់គឺឆេះទេបាទខុសតង់ឆេះទេឥឡូវចាប់ដើមរឹកខ្សែឃើញបងប្អូនតឹងឃើញតឹងអត់នេះតឹងណាបាទពេលយើងដាក់ហ្នឹងទៅគឺវាបណ្ដាលឲ្យសង្កត់លកម្មបាទសង្កត់លកម្មទៅវាធ្វើឲ្យលកម្មហ្នឹងតឹងបាទតឹងអត់ធូរទេបាទហើយបន្ទាប់រួចរាល់ហើយគឺយើងយកនេះឃើញទៅកាប់យើងមកបាទយើងដាក់ខ្ទើអញ្ចឹងមកដើម្បីរឹតនៅញងលកម្មបាទចៅញងលកម្មទីហ្នឹងឲ្យវាទៅតឹងឲ្យមានរឹតធូរបងប្អូនបាទគឺរឿងតឹងហើយខ្ញុំតឹងខ្លាំងឡើងពេកក៏អាចនឹងបញ្ហាវាឆ្ងាយដាច់ចៃអីបងប្អូនបាទមកតឹងដៃយើងមកល្មមទៅជាប់បាទគឺទៅតងឲ្យបងប្អូនមើលឃើញអាក្រូបនេះក៏មានពួងសម្រាប់យើងដាក់ផងដែរបាទគឺមានតងដែរណាបងប្អូនបាទគឺមានគ្រឹះមានញ៉ាំផងដែរចាឲ្យឃើញនេះបើយើងដាក់ខុសហ្នឹងមួយទឹកខ្ទាស់នឹងអាចបាក់កន្លែងពោខ្ញុំចោលប្រាប់បងប្អូនមានគឺមានកណ្ដុះមានយើងមើលផងដែរមិនបានចេះដាក់ដែរបងប្អូនបាទឥឡូវយើងមុខខ្សែកន្លែងតុំទិញកម្មសិនដើម្បីការពារពេលផ្សេងផ្សេងនេះទិញខ្យល់ជិតកន្លែងហ្នឹងបងប្អូនបាទកន្លែងនេះទិញខ្យល់បាទយើងយកខ្សែមួយសិនបាទហើយចំទីយើងមូគោរពហ្នឹងការពារខ្លាច់ដីវាជ្រុះចូលបាទយើងមូទុំសិនការពារខ្លាច់លពឹសដៃលពឹសអីបាទបោះដីបោះខាងលើអញ្ចឹងទៅចូលជាមួយនឹងកន្លែងកន្លះរបស់យើងបាក់វាឆ្ងាយព្រោះអីយើងលាងស្អាតស្រួលបួលអស់ហើយតែចូលយើងបាក់ដោះលាងម្ដងទៀតបាទកាលណាលាងទេមិនអាចបណ្ដាលឲ្យទៅស្អីស្ទង់ស្អីអីហ្នឹងទៅគឺប្រើបានយូរទេបាទតែប្រើដាក់តាក់បូបាទហើយបងប្អូនមួយចំនួនខ្លះខ្ញុំឃើញរើម៉ាស៊ីនគឺអត់យកតាក់បូចេញទេបាទ
ចឹងគេថាចំណេះជំនាញគឺខុសៗគ្នាហើយចំណែកខ្ញុំគឺរើខ្ញុំត្រូវការដោះចេញបងប្អូនបាទតាក់ពោគឺខ្ញុំយកចេញមកក្រាស់បាទដើម្បីយើងពិនិត្យមើលតើតាក់ពោហ្នឹងគឺមានកញ្ញំក្នុងអត់បាទបើមានកញ្ញំខ្លួនហ្នឹងគឺបញ្ហាវិសេសទៅគឺអត់ស្រួលទេមិនចឹងបាទគឺអត់ស្រួលទេតែគឺការបង្ហាត់បង្រៀនគឺបច្ចេកទេសគឺខុសគ្នាតិចតិចនឹងត្រង់ហ្នឹងបងប្អូនបាទការស្ទះហ្នឹងគឺថប់មិនសិនបាទគឺខ្យល់ចេញមកគ្រប់គឺស្ទះបាទស្ទះឥឡូវចាប់ដើមដាក់នៅពេលសាំងទៀត